ការចាប់18នេះបងប្អូនឥឡូវអាចស្រែកអ្នកខ្លះពេលនោះស្រែករដ្ឋាភិបាលមិនក៏នៅស្ងៀមស្ងាត់ចង់លាក់ចង់អីយ៉ាងម៉េចខ្ញុំធ្លាប់ជួបមួយគ្រួសារតបគេប្រាប់យើងមិនបានគិតបោះបង់បងប្អូនទេយើងធ្វើការងារភ្លាមតាក់ទងជាមួយនឹងកងទ័ពមេទ័ពថៃពេលថ្ងៃចាប់ទៅដើម្បីធ្វើយ៉ាងណាឲ្យដោះមកវិញខ្ញុំបានទូរស័ព្ទភ្លាមតែអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមពេលព្រឹកក្រោយបានទូព័ត៌មានគាត់នៅម៉ាឡេគាត់នៅទស្សនកិច្ចនៅឥណ្ឌូនេស៊ីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីបានឲ្យតាក់ទងអាដាមភូមិធម្មយុរដ្ឋមន្ត្រីស្ដីទីនៅថៃភ្លាមដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនសុខទុក្ខបងប្អូនហើយសូមឲ្យគាត់ត្រឡប់មកវិញខ្ញុំមិនបានយើងមិនបានផ្សព្វផ្សាយមានបងប្អូនខ្លះរហូតទៅដល់ថារដ្ឋាភិបាលលាក់ព័ត៌មានយកជីវិត18នាក់ទៅដូរបាត់ច្បាញ់អត់ទេយើងមិនបានបោះបង់ជីវិតបងប្អូនទេតែយើងមិនបានចេញមកឥឡូវបើសិនជារឿងនឹងវាផ្ទុះនៅក្នុង Facebook អ្នកអត់ដឹងរឿងស្រែកអីផ្សេងតើវាទៅយ៉ាងណាពេលនោះយើងអត់ដឹងអីទាំងអស់ស្ថានភាពអាក្រក់បំផុតគឺអាយុជីវិតរបស់គាត់សេណារីយ៉ូអាចកើតច្រើនណាស់បាទពេលនោះតែយើងបានដោះស្រាយវិធីសាស្ត្រនេះរហូតដល់មានការធានាបញ្ចេញរូបភាពមកថាគាត់នឹងមានជីវិតទី2ដោយសារការធ្វើការជាមួយអង្គការអន្តរជាតិស្ថាប័នរបស់យើងធ្វើការងារនេះហើយបានជាឥឡូវសុខទុក្ខគាត់អាចធានាបានក្រោមការឃ្លាំមើលរបស់ ICRC អង្គការអន្តរជាតិកាកបាទក្រហមបើសិនជាយើងគ្មានការធ្វើសកម្មភាពទាំងអស់នេះយើងអត់មានព័ត៌មានពីគាត់ទេហើយយើងនឹងសង្ឃឹមថាការដោះលែងគាត់នឹងបានត្រឡប់មកវិញក្នុងពេលឆាប់ខាងមុខយើងនឹងបន្តមិនបោះបង់ចោលទេនេះគឺជាការស្ដារឡើងវិញអញ្ចឹងទាំងអស់គ្នានេះហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យជឿលើរដ្ឋាភិបាលយើងមិនបានបោះបង់សិទ្ធិរបស់យើងឬមួយបោះបង់ចរចាបទជបាញ់ឬសន្តិភាពក្នុងការដោះដូរដីទេគឺមានការវាយប្រហារថាយើងដោះដូរស្អីចឹងទៅនេះអត់ទេរឿងចរចារឿងព្រំដែនអធិបតេយ្យភាពព្រំដែនគឺជាភារកិច្ចរបស់ទ្វេភាគីរបស់ស្ថាប័ននិងតាមយន្តការច្បាប់អន្តរជាតិមួយចំនួនទៅលើកន្លែងដែលចាំបាច់យើងធ្វើមកពីមុនគណៈកម្មការព្រំដែននឹងធ្វើការជាមួយគ្នាដើម្បីចរចាដើម្បីឲ្យដឹងបាទថៃថានេះរបស់គាត់យើងថានេះរបស់ឥឡូវអង្គុយនិយាយគ្នាទៅមើលព្រំដែនដាក់បច្ចេកទេសចុះវាស់ព្រំដែនជាព្រំដែនអន្តរជាតិមានផែនទីឧបសម្ព័ន្ធអនុសញ្ញាសន្ធិសញ្ញាមានហើយយើងធ្វើការជាមួយគ្នាទៀតទៅដើម្បីកុំឲ្យប្រជាជនមានការលំបាកហើយយើងដោះស្រាយតាមហ្នឹង